ស្ត្រីយើងកាលណាតែកើតមានទៅលើបញ្ហាសុខភាពរោគស្ត្រីវាធ្វើឲ្យយើងមិនសូវមានទំនុកចិត្តលើខ្លួនឯងប្រហែលទេជាពិសេសគឺប៉ះពាល់ទៅដល់សុភមង្គលនៅក្នុងគ្រួសារហ្នឹងហើយហើយមករយៈនេះគឺខ្ញុំជួបបងស្ត្រីច្រើនមែនទែនដែលគាត់កើតមានទៅលើបញ្ហាសុខភាពរោគស្ត្រីជាពិសេសគឺតាក់ទងទៅលើការធ្លាក់សរមាស់ក្លិនមានបញ្ហាពពុះមេរោគផ្សិតហ្នឹងហើយការធ្លាក់សរនោះគឺធ្លាក់មកគ្រប់សន្តានតែម្ដងមិនថាលក្ខណៈរាងកកដុំដូចជាបាយម៉ានដូចជាកតិកដាស់ដូចត្រូវទឹកដូចជាសបោកូនក្មេងខៀវខាប់ដែលធ្វើឲ្យគាត់មានជាការរមាស់ស្ទាបស្ងួតក្តៅកាហាយពិបាកមែនទែនទៅលើការបត់ជើងតូចពិបាកទៅលើការនៅជាមួយនឹងគ្រួសារហ្នឹងតែម្ដងហើយផ្សិតខ្លះគឺវាធ្វើទុកខ្លាំងវាអត់ធ្លាក់មកចេញក្រៅទេគឺវាមានការទុំស្អិតក្រាំងជាប់ចិញ្ចាំងទ្វារមេយើងនៅផ្នែកខាងក្នុងតួតែយើងមានសម្អាតយកដៃលុកលាងទៅវាធ្លាក់អាពពួកមេរោគផ្សិតហ្នឹងចេញហើយបងស្ត្រីខ្លះពេលដែលគាត់នៅជាមួយគ្រួសាររបស់គាត់ទៅគឺគាត់ដឹងហ្មងគឺជាប់រៀងកទេសសរបៀបនេះកាក់ដងកាក់បបរទៅលើខាងដៃគូរបស់យើងនឹងតែម្ដងពេលខ្លះគឺមានការខ្មាស់អៀនទៅលើខាងគ្រួសារយើងតែម្ដងពេលដែលយើងមានបញ្ហាពពួកមេរោគផ្សិតបែបហ្នឹងណាចឹងគឺខ្ញុំយល់មែនតើទៅដល់បងស្ត្រីដែលកំពុងតែជួបទៅលើបញ្ហាមួយហ្នឹងមិនត្រឹមតែធ្វើឲ្យយើងប៉ះពាល់ដល់សុភមង្គលនៅក្នុងគ្រួសារខ្មាស់អៀនទៅលើគ្រួសារយើងទេសូម្បីតែខ្លួនយើងផ្ទាល់ហ្នឹងគឺអត់មានទំនុកចិត្តទេសូម្បីតែធ្វើការក៏ពិបាកស្គីស្គៀបស្ងួតក្តៅកាហាយសូម្បីតែស្លៀកខោនឹងរឹបហ្នឹងក៏ស្លៀកអត់កើតផងចាចឹងសម្រាប់បងស្ត្រីទាំងអស់គ្នាដែលកំពុងតែកើតមានទៅលើបញ្ហាមួយនេះដែលខំស្វត់ស្វែងទៅលើការរកដំណោះស្រាយច្រើនហើយមិនទទួលបានផលនៅតែមិនបាត់បញ្ជាបងប្អូនអាចជ្រើសរើសប្រើប្រាស់ជាមួយនឹងផលិតផលធម្មជាតិ Fimi នេះបានព្រោះផលិតផលធម្មជាតិ Fimi បងប្អូនប្រើតែ3ថ្ងៃទៅ1សប្តាហ៍បងប្អូននឹងឃើញប្រសិទ្ធភាពហើយបងប្អូនអាចមើល feedback សាកសីដែលគាត់បានប្រើប្រាស់កន្លងមកទទួលបានប្រសិទ្ធភាពបានបងប្អូនញ៉ាំ3ថ្ងៃទៅ1សប្តាហ៍បងប្អូននឹងឃើញប្រសិទ្ធភាពតែម្ដងចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនចង់បានដំណោះស្រាយចង់ពិគ្រោះទៅលើបញ្ហាសុខភាពរោគស្ត្រីផ្នែកណាមួយក៏បងប្អូនអាចឆាតចូលនៅក្នុង page ឬមួយក៏ទំនាក់ទំនងមកលេខទូរស័ព្ទរបស់លោកគ្រូ3ប្រព័ន្ធដែលមាននៅក្នុងវីដេអូនេះបាន